ក្រោយពេលដែលសម្ដេចព្រះនរោត្តមសីហនុផ្ដល់បទសម្ភាសន៍មួយដល់កាសែត The New York Times តាក់ទងទៅនឹងបញ្ហាឯករាជ្យប្រទេសកម្ពុជាមកបារាំងបានអញ្ជើញតំណាងរបស់ព្រះមហាក្សត្រខ្មែរ2នាក់គឺលោកប៉ែននុតនិងលោកសំសេរីទៅក្រុងប៉ារីដើម្បីប្រជុំពិភាក្សារកដំណោះស្រាយចំពោះបញ្ហាកម្ពុជាជាថ្មីម្ដងទៀតកិច្ចប្រជុំពិភាក្សានៅក្រុងប៉ារីលើកនេះក៏មិនបានសម្រេចលទ្ធផលអ្វីជាដុំកំភួនឡើយពេលដែលសម្ដេចព្រះនរោត្តមសីហនុយាងចេញពីសហរដ្ឋអាមេរិកមកវិញនោះព្រះអង្គទ្រង់ឈប់សម្ចតនៅក្រុងតូក្យូប្រទេសជប៉ុនរយៈពេល3សប្តាហ៍មុននឹងយាងត្រឡប់មកប្រទេសកម្ពុជាវិញនៅឯព្រលានយន្តហោះពូជន្ទង់ក្រុងភ្នំពេញព្រះអង្គត្រូវបានគេរៀបចំព្រះរាជបដិសណ្ឋារកិច្ចយ៉ាងកកិតកក្រែងទោះបីជាព្រះបាទនរោត្តមសីហនុទ្រង់មិនទាន់បានទទួលលទ្ធផលជាវិជ្ជមានពីព្រះរាជដំណើររបស់ព្រះអង្គក៏ដោយក្រោយពេលយាងមកដល់ប្រទេសកម្ពុជាវិញព្រះអង្គទ្រង់រៀបចំផែនការថ្មីដើម្បីបន្តការទាមទារជាមួយបារាំងទៀតព្រះអង្គទ្រង់សម្រេចព្រះតេយ្យនិរទេសព្រះកាយទៅឯប្រទេសថៃលោកមីលធុនអូស្បូនបានអះអាងថាសម្ដេចព្រះនរោត្តមសីហនុទ្រង់យាងចូលប្រទេសថៃនេះដោយមិនបានផ្ដល់ដំណឹងឲ្យរដ្ឋាភិបាលថៃដែលកាលនោះមានលោកភិបុលសង្គ្រាមជាប្រមុខដឹងជាមុនទេព្រះអង្គបានយាងទៅដល់ក្រុងបាងកកនៅថ្ងៃទី16ខែមិថុនាឆ្នាំ1953នាថ្ងៃនោះដែរព្រះអង្គទ្រង់បានចេញសេចក្តីថ្លែងការណ៍មួយទាមទារជាថ្មីម្ដងទៀតឲ្យបារាំងផ្ដល់ឯករាជ្យពេញលេញដល់ប្រទេសកម្ពុជាព្រះអង្គក៏ទ្រង់បានព្រមានបារាំងអំពីផលវិបាកផ្សេងៗដែលនឹងអាចកើតមានឡើងប្រសិនបើបារាំងមិនព្រមប្រគល់ឯករាជ្យឲ្យខ្មែរទេនោះប្រទេសថៃមិនសប្បាយចិត្តនឹងសម្ដេចព្រះនរោត្តមសីហនុព្រះមហាក្សត្រនៃប្រទេសកម្ពុជាទ្រង់ជ្រើសរើសយករាជធានីរបស់ខ្លួនជាទីតាំងនិរទេសនិងជាទីតាំងធ្វើសេចក្តីថ្លែងការណ៍ប្រឆាំងនឹងបារាំងដែលខ្លួនកំពុងតែខំយកចិត្តយកថ្លើមនោះទេថៃបានប្រកាសជាសាធារណៈថាសម្ដេចព្រះនរោត្តមសីហនុអាចគង់នៅក្រុងបាងកកបានតែក្នុងឋានៈជាជនភៀសខ្លួនផ្នែកនយោបាយតែប៉ុណ្ណោះមិនអាចយកទីតាំងនេះសម្រាប់ធ្វើសេចក្តីថ្លែងការណ៍អ្វីតំណាងឲ្យប្រទេសកម្ពុជាបានឡើយដោយសារជំហររបស់ថៃមិនអំណោយផលដល់ព្រះអង្គបែបនេះនៅថ្ងៃទី21ខែមិថុនាសម្ដេចព្រះនរោត្តមសីហនុទ្រង់យាងវិលត្រឡប់មកប្រទេសកម្ពុជាវិញព្រះអង្គទ្រង់បានសម្រេចព្រះតេយ្យទៅគង់នៅឯក្រុងសៀមរាបអង្គរមកដល់ប្រទេសកម្ពុជាវិញព្រះអង្គទ្រង់មានផែនការថ្មីមួយទៀតដើម្បីប្រឆាំងនឹងបារាំងនោះគឺការបង្កើតកងកម្លាំងចេញពីជួរប្រជារាស្ត្រដែលព្រះអង្គទ្រង់ឲ្យឈ្មោះថាកងជីវពលតែរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះកងជីវពលរបស់សម្ដេចព្រះនរោត្តមសីហនុមានសមាជិករហូតដល់ទៅរាប់ម៉ឺននាក់អ្វីត្បិតតែកងជីវពលនេះមិនបានទទួលការបំពាក់គ្រឿងអាវុធយុទ្ធភ័ណ្ឌអ្វីទំនើបក៏ដោយក៏វត្តមាននៃកងកម្លាំងប្រដាប់អាវុធថ្មីនេះជាសញ្ញាមួយប្រកាសប្រាប់ឲ្យបារាំងនិងក្រុមចលនាអ្នកតស៊ូនៅក្នុងព្រៃម៉ាគីឲ្យដឹងថាមេដឹកនាំនៅក្នុងប្រទេសកម្ពុជាមានការបដិញ្ញាចិត្តយ៉ាងមោះមុតក្នុងបញ្ហាទាមទារឯករាជ្យជាតិនេះនៅចុងខែសីហាឆ្នាំ1953បារាំងបានព្រមព្រៀងផ្ទេរអំណាចខាងតុលាការនិងប៉ូលីសមកឲ្យរដ្ឋាភិបាលក្រុងភ្នំពេញការចរចាទាមទារឲ្យបារាំងផ្ទេរវិស័យយោធាមកឲ្យកម្ពុជាមានដំណើរការជាបន្តទៅទៀតរហូតដល់ខែតុលាទើបបារាំងសុខចិត្តប្រគល់ផ្នែកនេះមកឲ្យខ្មែរកាន់កាប់នៅពេលដែលការព្រមព្រៀងនានាបានត្រូវបញ្ចប់រួចរាល់អស់ហើយនៅថ្ងៃទី29ខែតុលាទើបសម្ដេចព្រះនរោត្តមសីហនុទ្រង់យាងពីក្រុងសៀមរាបចូលមកកាន់រាជធានីភ្នំពេញវិញប្រមាណជា10ថ្ងៃក្រោយមកគឺនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ទើបសម្ដេចព្រះនរោត្តមសីហនុទ្រង់ប្រកាសឯករាជ្យជាតិកម្ពុជាជាផ្លូវការ